អ្នកប្រហែលជាបានញ៉ាំសត្វល្អិតនេះពេញមួយជីវិតរបស់អ្នកដោយមិនបានដឹងខ្លួនសត្វល្អិតក្រហមតូចទាំងនោះដែលអ្នកឃើញរស់នៅលើដើមត្រសក់នៅពេលដែលពួកវាត្រូវកិនពួកវាផលិតបានសារធាតុពណ៌ក្រហមឆ្អៅដែលហៅថា Cormin រាប់សតវត្សរ៍កន្លងទៅថ្នាំជ្រលក់នេះមានតម្លៃណាស់វាត្រូវបានគេជួញដូរដូចជាមាសហើយត្រូវបានគេប្រើសម្រាប់ជ្រលក់ពណ៌សម្លៀកបំពាក់រាជវង្សនិងស្នាដៃសិល្បៈដ៏មានតម្លៃមិនអាចកាត់ថ្លៃបានមកដល់បច្ចុប្បន្នថ្នាំជ្រលក់ពីសត្វល្អិតរ៉ែនោះកំពុងលាក់ខ្លួននៅទីកន្លែងដែលគេអាចមើលឃើញយ៉ាងច្បាស់វាផ្ដល់ពណ៌ផ្កាឈូកស្ប៊ឺរីដល់ទឹកដោះគោជូរពណ៌ក្រហមស្រស់ដល់ស្ករគ្រាប់ហើយថែមទាំងធ្វើឲ្យក្រែមលាបមាត់និងភេសជ្ជៈមួយចំនួនមើលទៅកាន់តែសម្បូរបែបនិងរស់រវើកទៀតផង Cormin បានមកពីសត្វល្អិត Cochineal ញីដែលត្រូវបានប្រមូលផលហាលស្ងួតនិងកែច្នៃដើម្បីទាញយកអាស៊ីត Corminic ដែលជាសារធាតុពណ៌ក្រហមធម្មជាតិដ៏មានស្ថិរភាពបំផុតមួយដែលមិនធ្លាប់ត្រូវបានរកឃើញវាធន់នឹងកម្ដៅពន្លឺនិងពេលវេលាបានល្អជាងថ្នាំជ្រលក់ពីរុក្ខជាតិភាគច្រើនដែលជាមូលហេតុដែលក្រុមហ៊ុននៅតែពេញចិត្តវាដូច្នេះលើក្រោយដែលអ្នកឃើញ Cormin Cochineal Extract ឬ Natural Vet 4នៅលើស្លាកសញ្ញាគ្រាន់តែដឹងថាពណ៌ក្រហមនោះមិនបានមកពីផ្លែឈើទេវាបានមកពីសត្វល្អិត